ដាក់ខ្លួនជ្រុលកាលពីយូរលង់មកហើយនៅនគរសុងមានតាចាស់សែងហួរមានកូនស្រីពីរនាក់គាត់ជាមនុស្សចូលចិត្តបន្ទាបខ្លួនឯងជាទីបំផុតគាត់ពេញចិត្តនឹងអ្នកស្រុកអ្នកភូមិដែលតែងនាំគ្នាលើកសរសើរពីគាត់ដែលជាអ្នកពូកែដាក់ខ្លួនបែបនេះកូនស្រីទាំងពីររបស់គាត់បានចាប់ផ្ដើមពេញក្រមុំហើយនាងទាំងពីរមានមុខមាត់រូបរាងស្អាតបាតកិរិយាមាយាទក៏ល្អឥតខ្ចោះគួរឲ្យស្រឡាញ់អ្នកដែលបានដឹងរឿងនេះគេនាំគ្នាជួយត្រេកអរដល់តាហួងព្រមទាំងនិយាយសរសើរថាលោកតាហួងមានវាសនាល្អណាស់ដែលមានកូនស្រីសុទ្ធតែស្រស់ស្អាតបែបនេះលោកតាហួងគាត់ក្រវីក្បាលប្រកែកខុសហើយមិនមែនអញ្ចឹងទេកូនស្រីខ្ញុំវាមានចរិតមិនសូវល្អរូបរាងក៏មិនសូវស្អាតថែមទាំងល្ងង់គ្មានឆ្លាតត្រង់ណាមិនគួរឲ្យសរសើរមិនចាំបាច់សរសើរខុសរឿងបែបនេះទេយូរទៅមនុស្សម្នាក៏នាំគ្នាជឿថាអ្វីដែលតាហួងគាត់និយាយគឺជាពាក្យពិតដំណឹងនេះឬល្បីសរសើរពេញស្រុករហូតដល់ធ្វើឲ្យកូនស្រីមានអាយុច្រើនទៅហើយក៏នៅតែមិនទាន់មានអ្នកណាមកស្ដីដណ្ដឹងទៅនគរវើយមានបរិសុទ្ធពុះម៉ែម្នាក់ប្រពន្ធស្លាប់ចោលយូរហើយតែគ្មានលុយកាក់ទៅរៀបការប្រពន្ធថ្មីទៀតឡើយដោយហេតុនេះគេពុំហ៊ានទៅស្ដីដណ្ដឹងនារីណាដែលស្អាតទេមានតែរកប្រពន្ធដែលអាក្រក់ប៉ុណ្ណោះទើបបានក្រោយពីនោះមកគេបានដំណឹងថាកូនស្រីតាហួងជាមនុស្សមិនសូវស្អាតទើបគេហ៊ានចូលស្ដីដណ្ដឹងតាហួងក៏ព្រមឲ្យពេលរៀបពិធីមង្គលការរួចគេបើកគ្រប់មុខកូនក្រមុំសັບតែភ្ញាក់ផ្អើលជាខ្លាំងព្រោះកូនក្រមុំមានមុខមាត់រូបរាងស្អាតអស់ទោះគេសែនត្រេកអរឧបមាដំណឹងនេះបានលេចលឺពេញទាំងស្រុកម្ដងទៀតយ៉ាងឆាប់រហ័សមនុស្សផងទាំងឡាយគេបានដឹងសរសើរថាកន្លងមកការដែលតាហួងគាត់ប្រកាសថាកូនខ្លួនមិនស្អាតនោះគឺដោយសារគាត់ដាក់ខ្លួនជ្រុលពេកនោះឯងក្រោយពីនោះមកកូនកំឡោះទាំងឡាយដង្ហែគ្នាមកស្ដីដណ្ដឹងកូនស្រីទី2របស់គាត់ឡើងសកម្មចិន្តាការដាក់ខ្លួនដាក់កាយពិតជារឿងល្អតែការបន្ទាបខ្លួនជ្រុលហួសហេតុវាคล้ายទៅជារឿងមិនពិតព្រោះវាទៅជាបិទបាំងរូបភាពពិតប្រាកដរបស់រឿងផ្សេងបើបន្ទាបរហូតដល់មនុស្សស្អាតប្រែជាអាក្រក់សទៅជាខ្មៅតើមានផ្លូវល្អអ្វីទៅតាហួងជាមនុស្សដាក់ខ្លួនជ្រុលហួសហេតុធ្វើឲ្យកូនស្រីរបស់ខ្លួនទៅជាពេជ្រប្រឡាក់ក្អែលគ្មានពន្លឺមនុស្សយើងចាំបាច់ត្រូវចេះថ្លឹងថ្លែងកុំឲ្យផ្អៀងតែមួយចំហៀងត្រូវវាតម្លៃអ្វីទៅតាមសភាពពិតរបស់វាមិនពង្រីកឲ្យធំហួសហើយក៏មិនបង្រួមឲ្យតូចពេកដែរទង្វើដែលមិនស្របនឹងការពិតវាអាចនឹងឲ្យទោសនៅថ្ងៃណាមួយជាមិនខាន